ចាសួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះអ្វីដែលនាងខ្ញុំយកមកចែករំលែកជាមួយអ្នកទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹងរឿងភាគកូរ៉េដោយសារតែឃើញថាមួយរយៈនេះfan ដែលចូលចិត្តទស្សនារឿងភាគកូរ៉េគឺចាប់អារម្មណ៍មែនតើពាក់ព័ន្ធជាមួយនឹងរឿង Bon Appetit Your Majesty ដែលជារឿងភាគកូរ៉េចាបែបឆ្លងភពដ៏ល្បីល្បាញហើយគេហៅថាអាចคล้ายទៅជារឿងភាគ Talk of the Town ផងដែរយ៉ាងណាមិញខ្ញុំឃើញថាបងប្អូនយើងមួយចំនួនលោកបានធ្វើពីសាច់រឿងសង្ខេបពីតួអង្គផ្សេងៗអញ្ចឹងនៅក្នុងថ្ងៃនេះនាងខ្ញុំសូមជម្រាបជូនថាតួអង្គស្ដេចយីហ៊ុននៅក្នុងរឿង Bon Appetit Your Majesty គឺពិតជាមាននៅក្នុងប្រវត្តិសាស្ត្រកូរ៉េពិតប្រាកដមែននៅក្នុងប្រវត្តិសាស្ត្រពិតស្ដេចអ៊ីហ៊ុនឬក៏យ៉ុងសាងគុននេះត្រូវបានគេទម្លាក់តំណែងពីព្រះរាជានៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ1506ហើយត្រូវបានជំនួសដោយប្អូនប្រុសរួមឪពុករបស់ទ្រង់ចាគឺជាម្ចាស់ប្អូនរួមឪពុកម្ដាយទីតីសម្រាប់ស្ដេចអ៊ីហ៊ុនឬក៏ស្ដេចយ៉ុងសាងគុននៅក្នុងប្រវត្តិសាស្ត្រពិតមិនមែនមានតែរឿង Bon Appetit Your Majesty ទេដែលបានយកតួអង្គនេះមកបញ្ចូលនៅក្នុងសាច់រឿងជាប្រវត្តិសាស្ត្រឬក៏សាច់រឿងបែបបុរាណរបស់កូរ៉េប៉ុន្តែកន្លងមកតួអង្គនេះក៏ត្រូវបានអ្នកនិពន្ធក្តីផលិតករក្តីអ្នកដឹកនាំក្តីគាត់បានយកមកបញ្ចូលនៅក្នុងសាច់រឿងជាប្រវត្តិសាស្ត្រជាពិសេសគឺសាច់រឿងកូរ៉េបុរាណនៅក្នុងសម័យជូស៊ុនហ្នឹងគឺមានច្រើនរឿងកន្លងមកហើយដែលបានយកតួអង្គចាស្ដេចយ៉ុងសាងគុននេះមកបញ្ចូលនៅក្នុងសាច់រឿងដែលផលិតជាភាពយន្តចាដោយកាលពីឆ្នាំ2007-2008រឿង The King and I តួអង្គស្ដេចយ៉ុងសាងគុននេះក៏ជាតួអង្គសំខាន់មួយដែរដោយសាច់រឿងទាំងមូលគឺគេបានបង្ហាញពីការលំបាករបស់ស្ដេចយ៉ុងសាងគុនការរកឃើញការប្រហារជីវិតរបស់ម្ដាយទ្រង់ហើយនឹងមូលហេតុដែលធ្វើឲ្យទ្រង់ធ្លាក់ខ្លួនទៅជាស្ដេចផ្ដាច់ការចាកាលពីឆ្នាំ2011-2012ភាពយន្ត Into the Queen Mother នៅក្នុងរឿងនេះស្ដេចយ៉ុងសាងគុននេះក៏ជាតួអង្គសំខាន់មួយដែរដោយសាច់រឿងគឺគេបានលម្អិតអំពីជីវិតរបស់យាយស្ដេចយ៉ុងសាងគុននេះហើយនឹងម្ដាយរបស់ទ្រង់សម្រាប់ឆ្នាំ2017រឿង Queen for 7 Days ព្រះអង្គគឺត្រូវបានគេបង្ហាញនៅក្នុងតួអង្គជាបងប្រុសគឺជាគូប្រជែងមួយដ៏សំខាន់របស់តួឯកប្រុសដែរគេបានបង្ហាញអំពីបងប្រុសរួមឪពុករបស់ស្ដេចជុងដែលជាអ្នកបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គយ៉ុងសាងគុននេះសម្រាប់ស្ដេចយ៉ុងសាងគុននេះក៏មាននៅក្នុងគេហៅថា Jewel in the Palace ឬក៏អ្នកទាំងអស់គ្នាស្គាល់ហើយគឺចុងភៅដេចាំងគឹមដែលជាភាពយន្តកូរ៉េប្រវត្តិសាស្ត្រផ្នែកម្ហូបអាហារដ៏ល្បីល្បាញមែនទែនចាដែលបានបញ្ចាំងនិងផលិតនៅឆ្នាំ2003-2004រឿងនេះគឺជារឿងប្រវត្តិសាស្ត្រចាដែលសាច់រឿងគឺគេចាប់ផ្ដើមឡើងនៅក្នុងសម័យកាលឬក៏រជ្ជកាលរបស់ព្រះបិតាស្ដេចយ៉ុងសាងគុននេះហើយបានបន្តឆ្លងដល់រជ្ជកាលរបស់ទ្រង់ចាគឺបន្តដល់ឆ្នាំ1494ដល់ឆ្នាំ1506មានន័យថានៅក្នុងរជ្ជកាលរបស់ទ្រង់ហើយក៏បានបង្ហាញពីការរដ្ឋប្រហារទម្លាក់ទ្រង់ផងដែរនៅក្នុងសាច់រឿងក្រៅអំពីការបង្ហាញនៅប្រវត្តិសាស្ត្រជាពិសេសអាហារបុរាណរបស់កូរ៉េហើយនោះក៏គេបានបង្ហាញពីការគ្រប់គ្រងផ្ដាច់ការរបស់ស្ដេចយ៉ុងសាងគុនក៏ដូចជារឿងរ៉ាវសំខាន់នៃជីវិតតួអង្គឯងផងដែរចាគឺនាងដេចាំងគឹមនឹងឯងមិនអស់ត្រឹមតែប៉ុណ្្នឹងទេសម្រាប់រឿង The King and the Clown ចាកាលពីឆ្នាំ2005ហ្នឹងក៏ជាភាពយន្តមួយល្បីល្បាញបំផុតដែលលើកឡើងពីសាច់រឿងស្ដេចយ៉ុងសាងគុននេះដែរហើយក៏ជាសាច់រឿងដែលបានបង្ហាញអំពីតារាសម្ដែងតាមចិញ្ចើមផ្លូវដែលយើងហៅថាតួត្លុកហ្នឹងពីរនាក់បានคล้ายទៅជាគេហៅថាអ្នកសម្ដែងសម្រាប់ជាការកំសាន្តនៅក្នុងព្រះបរមរាជវាំងផងដែរសម្រាប់រឿង The King and the Clown នេះសាច់រឿងគឺប្រតិកកលាគ្នាមែនទែនដោយមានលីឡំទាំងឆាកនយោបាយអំពើក្បត់ការភ័យខ្លាចរបស់ស្ដេចចាដែលមានឫសគល់ពីអតីតកាលដ៏ជូរចត់របស់ទ្រង់កាលពីឆ្នាំ2017ក៏មានរឿងដែលនិយាយដល់តួអង្គស្ដេចយ៉ុងសាងគុននេះដែរគឺរឿង The Rebel ចារឿងនេះតួអង្គស្ដេចយ៉ុងសាងគុននេះក៏ជាតួអង្គសំខាន់មួយដែរប៉ុន្តែរឿងនេះគឺតួអង្គឯកគឺគេនិយាយអំពីជីវិតហុងគីលដុងដែលជាគេហៅថាវីរៈបុរសនៅក្នុងរឿងព្រេងនិទានមួយដែលជាអ្នកតស៊ូប្រយុទ្ធដើម្បីប្រជាជនសម្រាប់រឿងនេះដែរស្ដេចយ៉ុងសាងគុនគឺជាតួផ្ដាច់ការដែលធ្វើឲ្យវីរៈបុរសហុងគីលដុងហ្នឹងគឺបានងើបឡើងតស៊ូប្រឆាំងចាជាមួយនឹងអំពើឬក៏គេហៅថាការគ្រប់គ្រងប្រទេសបែបផ្ដាច់ការរបស់ស្ដេចយ៉ុងសាងគុននេះហើយសម្រាប់កាលពីឆ្នាំ2015រឿង The Treacherous ក៏ជាសាច់រឿងមួយដែលគេផ្ដោតខ្លាំងទៅលើលក្ខណៈផ្ដាច់ការរបស់ស្ដេចយ៉ុងសាងគុននេះដែរចារឿងនេះគឺកំណត់នៅក្នុងឆ្នាំទី11នៃការគ្រប់គ្រងប្រទេសរបស់ស្ដេចយ៉ុងសាងគុនប៉ុន្តែគេផ្ដោតសំខាន់ទៅលើមន្ត្រីក្បត់ជាតិម្នាក់ឈ្មោះអ៊ីមសុងជេដែលគាត់នឹងត្រូវបានស្ដេចតែងតាំងជាមន្ត្រីស្វែងរកសម្រស់ដើម្បីចាប់ចម្រិតស្ត្រីដ៏ស្រស់ស្អាតពីទូទាំងជូស៊ុនចាឧបទ្វីបកូរ៉េសម័យបុរាណសម្រាប់បំពេញតណ្ហារបស់ស្ដេចរឿងនេះគឺគេបានបង្ហាញច្បាស់លាស់មែនទែនអំពីការរៀបចំផែនការដ៏ឃោរឃៅរបស់គេហៅថាមន្ត្រីស្ដេចនិងការសងសឹករបស់ស្ត្រីម្នាក់នៅក្នុងចំណោមស្ត្រីដែលត្រូវបានគេចាប់ចម្រិតយកទៅបម្រើតណ្ហាឲ្យស្ដេចនៅក្នុងព្រះបរមរាជវាំងចាអរគុណសម្រាប់ការតាមដានទស្សនាហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងផ្ដល់ជាបេះដូងនិងចុច follow ដើម្បីជាកម្លាំងចិត្តដល់នាងខ្ញុំចាសូមអរគុណច្រើន